រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio កាលពីថ្ងៃច័ន្ទទី2ខែមីនាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាទោះបីជាទីក្រុង Washington មានបំណងចង់ឃើញប្រជាជនអ៊ីរ៉ាំងក្រោកឈរឡើងដើម្បីផ្លាស់ប្តូររបបដឹកនាំនៃទីក្រុងតេអេរ៉ាំងក៏ដោយប៉ុន្តែគោលដៅចម្បងនៃបេសកកម្មរបស់អាមេរិកគឺការកំទេចចោលនៃសមត្ថភាពមីស៊ីល ballistic និងការធានាឲ្យបានថាអ៊ីរ៉ង់មិនអាចមានលទ្ធភាពបង្កើតអាវុធនុយក្លេអ៊ែរជាដាច់ខាតលោកបានពន្យល់ថាការសម្រេចចិត្តប្រហារប្រឆាំងបង្ការទុកជាមុនទៅលើអ៊ីរ៉ង់គឺជាជំហានដ៏ចាំបាច់ដើម្បីការពារជីវិតកងទ័ពអាមេរិកនិងសន្តិសុខពិភពលោកបានសង្កត់ធ្ងន់ថាប្រសិនបើអ៊ីរ៉ង់មានសមត្ថភាពបង្កការខូចខាតកាន់តែធ្ងន់ធ្ងរនោះនឹងគ្មាននរណាម្នាក់អាចរារាំងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេបានឡើយលោកបានបន្ថែមថាការទុកឲ្យរបបដឹកនាំដោយមេដឹកនាំកម្ពុជាអាយ៉ាតុលឡាះដែលមានមនោវិជ្ជាជ្រុលនិយមបន្តពង្រឹងកម្លាំងក្នុងរយៈពេល1ឆ្នាំឬ1ឆ្នាំកន្លះទៀតគឺជាហានិភ័យដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលយកបានដូច្នេះការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump នាពេលនេះគឺជាជំហានដ៏ឆ្លាតវៃត្រឹមត្រូវនិងមានសារៈសំខាន់បំផុតដើម្បីការពារសុវត្ថិភាពនិងសន្តិសុខពិភពលោក